នៅក្នុងថ្ងៃនេះទីផ្សារអាចនឹងមានការរង្គោះរង្គើខ្លាំងដោយសារតែមានការឡើងថ្លៃសម្ភារៈកថារបស់ប្រធានធនាគារកណ្ដាលធំចំនួន4រូបសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FX Insight ការស្កាព្រឹត្តិការណ៍ទីផ្សារប្រចាំថ្ងៃទី1ខែកក្កដាឆ្នាំ2025សម្រាប់ថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍មួយចំនួនដូចជារបាយការណ៍ការរំពុះទុកនៃអតិផរណាស្នូលដែលមិនរកបញ្ចូលអាហារនិងធម្មពលរបស់សហភាពអឺរ៉ុបទាំងមូលដែលត្រូវបានគេរំពឹងទុកថានឹងមានទិន្នន័យ 2.3% ដោយទៅនឹងទិន្នន័យចាស់រួមផ្សំទាំងការឡើងថ្លៃសម្ភារៈកថាពីសំណាក់ប្រធានធនាគារកណ្ដាលសហភាពអឺរ៉ុបលោកស្រីឡាហ្គាតផងដែរបន្ថែមពីលើនេះទៅទៀតយើងក៏នឹងទទួលបានអំពីរបាយការណ៍ការឡើងថ្លៃសម្ភារៈកថាពីសំណាក់ប្រធានធនាគារកណ្ដាលចក្រភពអង់គ្លេសគឺលោកបៃលីនិងប្រធានធនាគារកណ្ដាលប្រទេសជប៉ុនលោកវេដារួមផ្សំទាំងការឡើងថ្លៃសម្ភារៈកថាពីសំណាក់ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោកโจ រ៉ូម ផូវែលផងដែរដែលត្រូវបានគេរំពឹងទុកថានឹងមានអ្វីថ្មីបន្ថែមទៀតអំពីគោលនយោបាយរូបិយវត្ថុរបស់ពួកគេអ្វីដែលទីផ្សាររំពឹងគឺការសម្រេចចិត្តនៅក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនាវិកប្រជុំបន្ទាប់ពីនោះយើងក៏នឹងទទួលបានអំពីរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកផលិតកម្មរបស់សហរដ្ឋអាមេរិកផងដែរដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងបន្តិចមកត្រឹម 48.8 បើធៀបទៅនឹងទិន្នន័យចាស់គឺ 48.5 រួមផ្សំទាំងរបាយការណ៍ការបើកដំណើរការការងារថ្មីដែលនៅទំនេររបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 7.32 លានកន្លែងបើធៀបទៅនឹងទិន្នន័យចាស់គឺ 7.39 លានកន្លែងនិងចុងក្រោយគឺរបាយការណ៍ការលក់រាយប្រចាំខែរបស់ប្រទេសអូស្ត្រាលីដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមកវិញមកត្រឹម 0.3% បើធៀបទៅនឹងទិន្នន័យចាស់គឺមានការធ្លាក់ចុះដក 0.1% សូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FX Insight